ឥឡូវចូលដល់រឿងអាចារ្យហ្វីបើខ្ញុំនឹងបិទបញ្ចប់រឿងអាចារ្យហ្វីថ្ងៃនេះចោះព្រោះអីមានគាត់ចេញមុខមកបកស្រាយដែរស្ងាត់ឈឹងអាចារ្យហ្វីនឹងក៏ធ្វើឲ្យស៊ីអារម្មណ៍ខ្លាំងមែនតើតាមបណ្ដាញសង្គម Facebook ខ្ញុំមិនបន្ទោសជនរងគ្រោះព្រោះខ្ញុំអត់មានសិលធម៌បន្ទោសជនរងគ្រោះទេអាចារ្យហ្វីគឺជាជនរងគ្រោះនៃអំពើតាមធ្វើទុកបុកម្នេញគ្រប់រូបភាពទាំងរូបភាពនយោបាយហើយអាចារ្យហ្វីគឺជាបុគ្គលខ្មែរមួយរូបពលករខ្មែរចំណាក់ស្រុកនៅឯប្រទេសកូរ៉េខាងត្បូងដែលសកម្មនៅក្នុងកិច្ចការសង្គមអាចារ្យហ្វីមែនតែនឈ្មោះដើមគឺឈ្មោះបុត្រវិឆ័យគាត់មិនមែនជាសកម្មជនរបស់គណៈបកប្រឆាំងឬគណៈបកណាមួយទេគាត់ក៏បានអះអាងដូច្នេះគាត់ថាគាត់គ្រប់គ្រងអ្នកប្រជាធិបតេយ្យអញ្ចឹងបានគាត់ចូលរួមរិះគន់រដ្ឋាភិបាលស្ទើរតែមិនលុះពេលទេហើយជាទូទៅគឺគាត់វាយបកទៅសកម្មជនគណៈបកកាន់អំណាចនឹងដែលអាចមានពេលខ្លះនឹងក៏ជេរបចោលគ្នាពេញ Facebook នឹងក៏មានដែរតែអ្វីដែលគាត់បេះដូងគាត់ធំមើលទៅគឺគាត់ស្រឡាញ់ជាតិកម្ពុជានេះខ្លាំងមែនតើរហូតតគេធ្វើទុកបុកម្នេញតាមសម្រាប់គាត់2 3ដងហើយបើតាមគាត់និយាយថាតាមធ្វើឃាតគាត់អត់បានសម្រេច2 3ដងហើយចាប់មនុស្សបាន6នាក់ទេប៉ុន្តែអាជ្ញាធរកូរ៉េហាមមិនឲ្យគាត់និយាយអីទេកំពុងតាមដានចាប់មេខ្លោងធំអីចឹងទៅថ្ងៃនេះគាត់មកសំណូមពរប្រាប់ប្រជាពលរដ្ឋទាំងអស់តាមបណ្ដាញសង្គម Facebook ហ្នឹងឈប់ឲ្យបន្តលាបពណ៌គាត់តទៅទៀតគាត់ថាយកព័ត៌មានគាត់បន្តិចបន្តួចសោះទៅពលិសគាត់ថាអ្វីដែលសំខាន់គាត់ចង់បញ្ជាក់ថាគាត់មានសុវត្ថិភាពធម្មតាវិញហើយអត់អីទេហើយអាជ្ញាធរសមត្ថកិច្ចប៉ូលីសរបស់កូរ៉េខាងត្បូងនេះកំពុងតែតាមដានស៊ើបអង្កេតយកជនដៃដល់ដែលធ្វើទុកបុកម្នេញវាយតប់គាត់ដែលរហូតតតែឃើញគាត់ដាក់រូបថតមកស្លឹកនៅលើគ្រែសង្គ្រោះបន្ទាន់អីហ្នឹងគេកំពុងចាត់ការគាត់មិនអាចនិយាយរឿងអីនេះបានទេក៏ចឹងគាត់សំណូមពរឲ្យប្រជាពលរដ្ឋហ្នឹងឈប់បកស្រាយខុសរឿងតាក់ទងរឿងគាត់ហ្នឹងបងប្អូនតាមពិតអាចារ្យហ្វីពេលខ្លះក៏គាត់បង្កើតឲ្យមានព័ត៌មានវល់ពេញបណ្ដាញសង្គមដែរខ្ញុំគិតថាគាត់ជាជនរងគ្រោះខ្ញុំពិតជានៅខាងគាត់ចឹងមែនហើយប៉ុន្តែនៅពេលដែលយើងផ្សាយព័ត៌មានអីក៏ដោយរូបថតមកស្លឹកដាក់លើគ្រែសង្គ្រោះបន្ទាន់ហើយទៅអត់មានរៀបរាប់អីពីដើមដំណើរដើមតងនៃដើមហេតុអីបានជាយើងត្រូវគេសង្គ្រោះបន្ទាន់តើអ្នកណាវាយតប់តើអ្នកណាធ្វើបាបចង់ធ្វើឃាតចង់សម្លាប់ឬក៏រឿងនយោបាយឬក៏ផ្ទាល់ខ្លួនឬក៏រឿងមិនទាន់ដឹងរឿងអីទេរឿងនេះវាអញ្ចេះក៏អត់បកស្រាយអីទាំងអស់គាត់ដាក់តែរូបថតពីស្លឹកមកហើយឲ្យមនុស្សនាំគ្នាបកស្រាយជាការពិតគាត់ជាសកម្មជនម្នាក់ដែលរិះគន់រដ្ឋាភិបាលអត់សំចៃមាត់តែចេញមករឿងគេធ្វើបាបគេវាយដំមានណាមានគណៈបកប្រជាជនកម្ពុជាហ្នឹងព្រោះអីដូចលោកហេងសួរអីធ្លាប់ចង់ធ្វើទុកបុកម្នេញតែក្រុមប្រឆាំងដើម្បីទោះក្នុងតម្លៃណាយកមកដូចលោកហ៊ុនសែនអីឲ្យតែក្រុមប្រឆាំងយកមកតែសាកសពក៏បានឲ្យតែចាប់បានឬក៏ធ្វើទុកបុកម្នេញបានដូច្នេះអាវិមតិសង្ស័យហ្នឹងគឺគេចាប់ផ្ដើមដៅទៅលើគណៈបកកាន់អំណាច 100% ហើយនៅពេលដែលយើងអត់បកស្រាយខ្លួនឯងហើយគណៈបកប្រឆាំងក៏ចាប់ផ្ដើមកេងចំណេញដែរព្រោះដោយសារតែមានតែគណៈបកកាន់អំណាចនឹងឯងដែលចង់សម្លាប់សកម្មជនដែលហ៊ានតមាត់តវ៉ាអីតាក់ទងនឹងរឿងរដ្ឋាភិបាលដូច្នេះខ្ញុំសំណូមពរដែរអាចារ្យហ្វីខ្ញុំជូនពរឲ្យមានសុវត្ថិភាពហើយរួចផុតពីសត្រូវមាចង្រៃដែលតាមព្យាបាទអាចារ្យហ្វីក៏ប៉ុន្តែពេលខ្លះព័ត៌មានបើមិនផ្សាយសោះក៏ល្អដែរប៉ុន្តែបើជ្រុលជាផ្សាយហើយសូមឲ្យបញ្យលបងប្អូនឲ្យមានជាដើមជាវគ្គជា clear ជាប្រយោគជាអីត្រឹមត្រូវជួនកាលដាក់ប្រស្នាមកថាពេលធ្វើនយោបាយដើរផ្លូវហ្នឹងអញ្ចឹងនៅពេលដែលចូលរឿងនេះបានដឹងហើយគ្មានអ្នកណាមើលការខុសត្រូវគ្មានអីធ្វើឲ្យខាងក្រុមគណៈបកប្រជាជនវាយប្រហារក្រុមប្រឆាំងភ្លាមថាឃើញឯងក្រុមគ្នាគាត់ក្រុមប្រឆាំងហ្នឹងមានរឿងអីរត់ចោលគ្នាអញ្ចឹងគឺអត់ជួយហើយដល់អញ្ចឹងយើងធ្វើឲ្យមានមន្ទិលគ្រប់ពេកឲ្យវល់ហើយទៅអាចារ្យហ្វីខ្លួនឯងមកថាបងប្អូនមកវល់ពេញបណ្ដាញសង្គមដើមហេតុនៃការធ្វើឲ្យវល់ហ្នឹងគឺអាចារ្យហ្វីទេយើងត្រូវបញ្យល់ទៅហើយគេខ្វល់ហ្នឹងជួនកាលគេខ្វល់រឿងសុវត្ថិភាពអាចារ្យហ្វីហ្នឹងតាគេខ្វល់ខ្លាចគេធ្វើឃាតមិនមែនគេសម្លាប់មិនមែនអ្នកណាជាសត្រូវស៊ីសាច់ហត់ឈាមចង់ឃើញអាឃាតករហ្នឹងអីចឹងទៅហើយម្នាក់សម្រួចទៅថាខាងគណៈបកប្រជាជនកម្ពុជាហើយដល់ពេលអត់មាននិយាយអីសោះអញ្ចឹងវាធ្វើឲ្យច្បល់ដូច្នេះខ្ញុំសំណូមពរថាតាមពិតអាចារ្យហ្វីមានភាពឆ្លាតវៃនៅក្នុងការ
ផ្សព្វផ្សាយព័ត៌មានកន្លងមកហ្នឹងគឺប្រជាពលរដ្ឋតាមដានគាត់ក៏ច្រើនឲ្យតម្លៃគាត់ក៏ច្រើនគាត់ថាលើកទឹកចិត្តថាបើដាក់រូបថតមកស្លឹកនៅលើក្រែស្នែងអញ្ចឹងពន្យល់គេផងរឿងហ្នឹងរូបហ្នឹងពីអង្កលហេតុអីហើយគេឃុំខ្លួននឹង72ថ្ងៃហ្នឹងដោយមូលហេតុអីហើយចង់បានឲ្យប្រជាពលរដ្ឋហ្នឹងជួយអីយើងដាក់ចោលអញ្ចឹងទៅប្រជាពលរដ្ឋនៅវ៉ែពេញទឹកពេញដីនឹងអានេះគឺជាការបំពុលទៅវិញទេបងប្អូនតាមពិតគាត់ចង់ប្រាប់ថាគាត់មានទុកប៉ុន្តែគេចង់ជួយអត់បានមិនដឹងជួយកន្លែងណាដល់ពេលគណៈបកប្រឆាំងជួយគាត់រករឿងគណៈបកប្រឆាំងហ្នឹងថាលៀបពណ៌អ្នកប្រជាបតៃធ្វើដូចគ្នាអត់ប្រឹងជួយគ្នាទៅធ្វើបាបគាត់វិញអត់ដឹងអ្នកណាធ្វើបាបអ្នកណាទេដើមហេតុចេញពីអាចារ្យហ្វីខ្លួនឯងទេខ្ញុំនិយាយនេះម្ដងទៀតអត់បន្ទោសជនរងគ្រោះទេខ្ញុំនៅតែជូនពរឲ្យអាចារ្យហ្វីរួចផុតពីសត្រូវមាចង្រៃទាំងអស់ហ្នឹងក៏ប៉ុន្តែសូមឲ្យអាចារ្យហ្វីបង្កើនការទទួលខុសត្រូវនៅក្នុងការផ្សាយព័ត៌មានព្រោះយើងមាន fan ច្រើនណាស់យើងមិនមែនចេះតែមកយុទ្ធសងបានទេយើងដាក់មកបញ្យល់ប្រាប់បងប្អូនអាញាធរគេអត់ឲ្យនិយាយអីគេខ្លះតែរឿងអីគេខ្លះដែលយើងអាចនិយាយបានឲ្យបញ្យល់ទៅជាជាងឲ្យប្រជាពលរដ្ឋនៅវល់អញ្ចឹងទៅយើងអត់ទៅមុខទេហើយដល់ពេលអត់ទៅមុខអញ្ចឹងគឺយើងជាផ្នែកនៃការបំពុលព័ត៌មានដែរទៅវិញនៅពេលដែលយើងជាជនរងគ្រោះសោះខ្ញុំអាសូរអាចារ្យហ្វីមែនតែនហើយនេះជាមេរៀនសម្រាប់បងប្អូនទាំងអស់គ្នាយើងសរសេរអីក៏ដោយគឺយើងត្រូវដាក់ឲ្យមានថាហេតុអ្វីនៅកន្លែងណាម៉ោងប្រមាណបញ្ជាក់សាច់រឿងបន្តិចមកហើយសំណូមពរអីគឺនិយាយទៅគឺឲ្យមានសំណួរនៅក្នុងខួរក្បាលដើម្បីដាក់គេអស់ចិត្តណាជាជាងការដាក់មកឆ្កុយរូបមកស្លឹកដូចប្រស្មាអញ្ចឹងទៅហើយតើគេបកស្រាយវាធម្មតាការបកស្រាយដែលយើងម្ចាស់ខ្លួនអត់ទាំងនិយាយអីហើយខ្ញុំបានទៅអាចារ្យហ្វីក៏អត់បកស្រាយអីចំពោះខ្ញុំទៀតខ្ញុំមិនទៅជាប្រកាន់អីគាត់ទេគាត់ថាមេធាវីគាត់ឬក៏ថាប៉ូលីសអីគេមិនទាន់ឲ្យនិយាយបានខ្ញុំគោរពសិទ្ធិនឹងខ្ញុំគាត់ថាព័ត៌មានបែបហ្នឹងគឺធ្វើឲ្យពុលតែលហើយឥឡូវចប់ហើយសម័យខ្លួនគេឡើងមកបកស្រាយឥឡូវអត់ដឹងរឿងអីដែរហ្នឹងបកស្រាយសួរថាតើអ្នកវាយអាចារ្យហ្វីហ្នឹងវាយរឿងអីប្រហែលអ្នកក្រោយនឹងគាត់ថារឿងអ្នកណាចោទថាមានចាប់ឃាតករបាន16អ្នកណាបានព័ត៌មានមកពីណាអាហ្នឹងព័ត៌មានពុលដោយសារតែយើងអត់ប្រាប់គេហើយដល់ឥឡូវគាត់ថាអត់មាន6 10អ្នកនឹងណាទេធ្លាប់មានមែន6អ្នកតាមប៉ុនប៉ងធ្វើឃាតគាត់អាក្រោយហ្នឹងអត់ប្រាប់ប្រហែលអ្នកជនជាតិអីសះអីចាប់បានប្រហែលអ្នករឿងហ្នឹងរឿងអីឥឡូវអត់ដឹងអត់ដែរឥឡូវសួរមើលតើអាចារ្យហ្វីប្រាប់បងប្អូនទាំងអស់ហ្នឹងតើរឿងគាត់មានគ្រោះថ្នាក់ហ្នឹងរឿងគ្រោះថ្នាក់ដោយសារអីអត់ជាអ្នកព័ត៌មានម្នាក់ខ្ញុំអត់ដឹងថាអាចារ្យហ្វីនិយាយពីអីផងគាត់ថាសំណូមពរបងប្អូនកុំឲ្យថាគាត់ស្លាប់ថាអីទៀតទៅការគេថាគាត់ស្លាប់ហ្នឹងគេភ័យគេធ្វើឃាតតាដល់ពេលឥឡូវហ្នឹងគាត់ថាអាហ្នឹងគឺអត់ជួយគាត់ទេទៅធ្វើបាបគាត់វិញហើយតើបើអត់ធ្វើបាបហេតុអីគាត់មិនព្រមបញ្យល់ព័ត៌មានហ្នឹងឲ្យច្បាស់ទៅបងប្អូនណាហើយចុះហើយខ្ញុំមែនតើទៅជារឿងបុគ្គលរបស់អាចារ្យហ្វីតែខ្ញុំបារម្ភពីសុវត្ថិភាពរបស់គាត់បារម្ភពីការធ្វើទុកបុកម្នេញផ្នែកនយោបាយទេអញ្ចឹងបើព័ត៌មាននេះឲ្យមានភាពសពិចសពិលគឺបងប្អូនគេខ្វល់ពីយើងទេតាមពិតទៅគេឈឺឆ្អាលដោយសារយើងជាអ្នកឈឺឆ្អាលសង្គមឥឡូវដល់បងប្អូនប្រជាប្រដ្ឋឈឺឆ្អាលវិញអញ្ចឹងសូមសំណូមពរឲ្យអាចារ្យហ្វីលើកក្រោយដាក់ព័ត៌មានឲ្យគ្រប់សពហើយបើអត់គ្រប់សពទេកុំផ្សាយល្អជាងដើម្បីពលព្រោះអីយើងមិនមែនជាបងប្អូនអ្នកលួសលាហាលម្នាក់អីណាអាចារ្យហ្វីមាន fan ច្រើនណាស់ចាការទទួលខុសត្រូវខ្ពស់មែនតើប្រជាពលរដ្ឋគេគោរពស្រឡាញ់គេឲ្យតម្លៃយើងអញ្ចឹងគេខ្វល់បារម្ភពីយើងអញ្ចឹងកុំឲ្យយើងហ្នឹងធ្វើឲ្យខ្លាចជាកម្មវត្ថុនៃការបំពុលព័ត៌មានទៅវិញណាខ្ញុំដឹងថារឿងហ្នឹងគឺអាចារ្យហ្វីជាជនរងគ្រោះប៉ុន្តែរបៀបនៅក្នុងការផ្សាយព័ត៌មានធ្វើឲ្យមានការឆ្លោះឆ្លួយអញ្ចឹងទៅបងប្អូនហាក់បីដូចជាវល់ឥឡូវម្ចាស់មកបញ្យល់ប៉ុណ្ណឹងក៏នៅតែមិនទាន់បាត់វល់ដែរបាទឥឡូវព័ត៌មានសន្ទុះបងប្អូនខ្ញុំមានរឿងមួយទៀតដែលនិយាយពីបដិទ្ធជាក្មេងទំនើងជិត800នាក់ត្រូវបានរៀបចំផ្ទេរទៅខេត្តព្រំដែនកម្ពុជាថៃដើម្បីបុព្វហេតុបម្រើជាតិអើយស្ដាប់មកដូចជាយ៉ាងម៉េចទេបងប្អូនបញ្ជូនតាន់ដិតជាក្មេងទំនើងទៅពន្ធនាគារជាប់ព្រំដែនថៃដើម្បីបុព្វហេតុជាតិចុះជាតិយើងហ្នឹងក៏ខ្វះមនុស្សម៉េះតែចៅតយកក្មេងទំនើងទៅបានជួយជាតិបាននេះចោះយើងអ្នកដែលជេរបតិចប្រាសាថាបណ្ដាញសង្គមមកកណោសបកាយបកាយចោះអ្នកសាក់ពេញស្មានៅបន្ទប់សិនតិចសបកាយពេញស្មាហ្នឹងមិនបញ្ជូនទៅសមរភូមិខ្លះមើលហេតុអីក៏ឃើញតែអ្នកដែលអត់ស្បែកជើងមានតែស្បែកជើងផ្ទាត់ឬអត់អាវក្រោះឬក៏អត់ធ្មេញសោះនឹងនាំគ្នាទៅដេកហាលសន្សើមអោបកភ្លើងនៅតតុលដែនតែរហូតហ្នឹងហើយចោះអ្នកស៊ីប្រាក់ខែរៀសនេះ
មិនបានទៅខ្វល់រឿងតាន់ដិតដែលជាក្មេងទំនើងនឹងត្រូវទៅជួយបម្រើជាតិនៅវិញតែយ៉ាងណាបងប្អូនព័ត៌មាននេះគឺដោយសារតែមានការចុះផ្សាយនៅក្នុងព័ត៌មាននៅក្នុងស្រុកគឺនិយាយថាក្មេងទំនើងប្រមាណជា800នាក់បាទគឺ790នាក់កាលពីថ្ងៃទី21ខែឧសភាម្សិលមិញនេះគឺត្រូវបានគេគ្រោងរៀបចំបញ្ជូនទៅឃុំខ្លួននៅតាមពន្ធនាគារតាមជាយដែនចិត្តជាយដែននោះវិញសំណុកយកមកប្រើអានេះបើតាមអ្វីដែលលោកខៀងសុណាឌិនដែលជាប្រធាននាយកដ្ឋានអប់រំកែប្រែនិងស្ដារនីតិសម្បទានិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយឈ្មោះថា City Times គាត់និយាយថាខ្ញុំគាត់និយាយថាគេយកទៅនឹងដើម្បីបបផែតការពារជាតិនិងយកបំរើជាតិនិងដើម្បីបបផែតបដិបដាលផងតាមពិតរឿងនេះមិនប្លែកដែរព្រោះអីបងប្អូនចាំឯដើមខែឧសភានឹងលោកហ៊ុនម៉ាណែតនិយាយចេះគាត់ថាគាត់នឹងយកក្មេងទំនើងទាំងអស់នេះយកទៅបដិបដាលដើម្បីឲ្យមានប្រយោជន៍កុំឲ្យអត់ប្រយោជន៍គាត់និយាយចឹងគាត់ថាខ្ញុំមិនយកក្មេងទំនើងទៅកាន់កាភ្លើងធ្វើសម្ដាប់ធ្នាប់ទ័ពរបស់ជាតិនៅជួរមុខទេកាលហ្នឹងគាត់និយាយចឹងលោកហ៊ុនម៉ាណែតថាកាលហ្នឹងគាត់និយាយនៅខួបលើកទី30នៃជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុននៅកំពង់ផែស្វយ័តក្រុងបរសៃអនុថ្ងៃ1ឧសភាហ្នឹងគាត់ថាក្មេងទំនើងជាប់ឃុំសពថ្ងៃមិនមែនស៊ីដេកនោះទេគឺពួកគេក៏មានសកម្មភាពពលកម្មប្រចាំថ្ងៃផងដែរដូច្នេះខ្ញុំឲ្យពិនិត្យមើលចំពោះអ្នកទាំងនេះក្រៅពីធ្វើពលកម្មតិចតួចបោសសម្អាតធ្វើរោងបន្លែគឺទៅធ្វើសកម្មភាពចាក់បេតុងលេនដ្ឋានដើម្បីដឹកយកទៅឲ្យទៅហ៊ាននៅជួរមុខចឹងបានន័យថាការបញ្ជូនទៅព្រំដែនពន្ធនាគារព្រំដែនប្រហែលជាយកទៅឲ្យគាត់ចាក់បេតុងនឹងឯងគាត់និយាយទៀតឲ្យពិនិត្យមើលច្បាប់ដែលមានស្រាប់ដើម្បីអនុវត្តចំពោះអ្នកទោសនេះបើច្បាប់បើកហើយមានសកម្មភាពទំនើងគឺយើងចាប់ទៅចាត់ចែងទៅឲ្យក្រោមការគ្រប់គ្រងរបស់ប៉ូលីសដដែលអាចថានៅតាមបណ្ដាឃុំឬក៏រុញទៅដាក់នៅម្ដុំក្បែរឃុំណាមួយដូចជាក្នុងខេត្តព្រះវិហារខេត្តជាប់ព្រំដែនឥឡូវអ្វីដែលលោកហ៊ុនម៉ាណែតចង់បានណាឡើងគេធ្វើហើយគឺដើម្បីជួយសកម្មភាពកងទ័ពបាទតាមពិតអានេះគឺជាការធ្វើឲ្យក្មេងទំនើងហ្នឹងក៏បាក់ស្បាតស្មារតីដែរលើកក្រោយឲ្យរៀងតែគេអត់នៅព្រមពេញតែបងប្អូនក្រុមគ្រួសារទៅជួបសួរសុខទុក្ខក៏អត់បានអញ្ចឹងយកទៅដល់ទល់ដែនបបាក់ក្នុងការធ្វើដំណើរម៉ែឲ្យទៅសួរសុខទុក្ខដោយសកម្មជនបកប្រឆាំងអញ្ចឹងតែគេបរិយាតាមខេត្តឆ្ងាយទៅគឺវេទនាដូចអ្នកស្អីកញ្ញាសេងធីរីអញ្ចឹងយកទៅដាក់នៅណាព្រះវិហារនៅណានោះអ្នកដែលគ្នាទៅគាំទ្រគ្រាន់តែអ្នកជួយមើលឆ្កែគ្រាន់ទៅប្រាប់សួរសុខទុក្ខដើម្បីប្រាប់ពីឆ្កែហ្នឹងសុកទុកយ៉ាងណាហ្នឹងក៏ត្រូវចំណាយលុយជិះតាក់ស៊ីរាប់មកមួយថ្ងៃវល់ល្ងាចគឺលំបាកចឹងហ្មងបាទឥឡូវនេះគឺតាក់តងនឹងពលរដ្ឋរអ៊ូរឿងតាក់ស៊ីអគិសនីដណ្ដើមឆ្នាំងបាយពួកគាត់ព័ត៌មាននេះគឺទៀតហើយបងប្អូនមានបងប្អូនដែលរត់អាកង់3ឬក៏រត់អា pass up ឬក៏រត់ស្អីលបអីចឹងដល់ពេលឃើញគេយកឡានក្រុមហ៊ុនឡានអគិសនីរបស់ចិនមួយឈ្មោះអីវ៉ាវណាវអីគេនោះឃើញគាត់ដាក់មកថាឥឡូវមកបដាទៀតហើយតែមកទៅគឺនឹងបាត់បង់ការងារគាត់ហើយកាលលោកមុនមានរឿងក្រុមហ៊ុនអគិសនីឡានចិនហ្នឹងយកមកម្ដងជារត់តវ៉ាតែឥឡូវដូចស្ងាត់ជើងឥឡូវមកទៀតហើយគាត់ថាបើអត់ប្រក្រាបឬក៏អត់ដោះស្រាយបញ្ហាហ្នឹងទេឆ្នាំងបាយគាត់ផ្កាប់ទៀតហើយព្រោះអីរត់អត់បានអគិសនីហ្នឹងគឺវាវាយលុកទីផ្សារអញ្ចឹងទៅបាទអញ្ចឹងអាជ្ញាធរសង្ឃឹមថាលឺរឿងនេះឲ្យដោះស្រាយជូនពួកគាត់ទៅព្រោះពងឆ្នាំងបាយនៅតិចតួចហើយនៅគេវាយទៀតតកតនឹងក្រសួងការពារជាតិកម្ពុជាថ្ងៃនេះបដិសេធថាទាហានថៃបដិសេធថាទាហានខ្មែរផ្ទុះអាវុធ5គ្រាប់នៅតំបន់ភ្នំបាក់នៅអញ្ចឹងទៅនៅចោតប្រកាន់គ្នានៅដោះសារនៅបដិសេធនៅតទល់គ្នាអញ្ចឹងទៅថៃចោតខ្មែរថាផ្ទុះអាវុធខ្មែរចោតថៃថាផ្ទុះអាវុធថៃថាបះបាញ់ផាវទេខ្មែរថាអត់បានផ្ទុះអាវុធទេហើយអត់មានដំណោះស្រាយអីទេបន្តិចទៀតវាយគ្នាប្រាវទៀតហើយថ្ងៃនេះអ្នកស្រីម៉ាលីសុជាតាថាសារព័ត៌មានថៃនិយាយអំពីខាងយោធាថៃនឹងចោតប្រកាន់ថាកម្ពុជាបាញ់5គ្រាប់នៅតំបន់ភ្នំបាក់ភូមិសាសស្រុកសំរោងខេត្តឧត្តរមានជ័យថាព័ត៌មាននឹងអត់ពិតទេកម្ពុជាថាជាការមួលប្រកាច់អីអញ្ចឹងទៅហ្នឹងហើយនៅមួលប្រកាច់គ្នាទៅកុំប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រំតនអន្តរជាតិទៅក្បែរគ្នាទៅមើលទៅថតរូបថតឲ្យរាល់ថ្ងៃទៅហើយចាប់ផ្ដើមលឺកភ្លើងខាងនោះបាញ់ប្រអើលក្ដុងខាងនេះមិនដឹងបាញ់មិនបាញ់ហ្នឹងតិចទៀតបាញ់គ្នាស្លាប់រេលទៀតដែរព្រ
ព្រោះអារឿងត្រូវតឡាការអន្តរជាតិយើងអត់យើងនៅសាំអញ្ចឹងយើងនៅប្រពាក់ប្រពូនក្បែរអាលបងបលាលួសដែលទៅយកអីគេបាញ់គេទាញបលាលួសអត់បានទាញកុងតឺន័រអត់បានតែយើងនៅទៅសាំអញ្ចឹងរាល់ថ្ងៃហើយដល់ពេលអញ្ចឹងវាមិនលឺបាញ់ចុះបាញ់ឡើងបន្តិចទៀតត្រូវក្បាលគ្នាហើយខ្ញុំថាមើលអត់យូរទេព្រោះអារឿងតឡាការអន្តរជាតិដែលស្រួលសោះអត់ត្រូវទៅហើយថ្ងៃនេះអាម្សិលមិញនេះគឺលោកកែវឈៀដែលជាតំណាងអចិន្ត្រៃយ៍របស់នៅអង្គការសហប្រជាជាតិតំណាងឲ្យកម្ពុជាទៅរាយការណ៍នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៅប្រាប់ពីថៃឈ្លានពានកម្ពុជាក្នុងសង្គ្រាម2លើកថៃធ្វើបាបប្រជាពលរដ្ឋកម្ពុជារងទុក្ខខ្លោចផ្សាឈ្លានពានទន្ទ្រានដែនអធិបតេយ្យជនស៊ីវិលខ្លោចផ្សា 640,000 នាក់អីឡាក់នឹងឡាក់អោលោកកែវឈៀឲ្យតើពេលណាដែលលោកមិនប្រាប់រដ្ឋាភិបាលឲ្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុមប្រឹក្សាអង្គការសន្តិសុខអង្គការសហប្រជាជាតិគេអត់នៅខាងយើងទេលោកដឹងហើយតើទៅប្តឹងទៅទូពិតគេប្រមាណដងហើយដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិវាយប្រាវគេកោះប្រជុំប្រាវអត់ធ្វើអីប្រាវឲ្យយើងវាយគ្នាប្រាវវាអត់មានប្រយោជន៍អីសោះហើយនៅតែទូពិតប្រាប់គេថាហើយឆ្លៀនពៀនយើងទេតើប្រមាណ100ដងទៀតដែលអស់លោកត្រូវប្រាប់ស្ថាប័នអត់ប្រយោជន៍ទាំងអស់នេះទៀតខ្ញុំពងតែឆ្ងល់អាស្ថាប័នដែលគេមានសមត្ថកិច្ចដើម្បីស៊ើបអង្កេតកាត់ក្តីយើងតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រំប្រទានអន្តរជាតិអត់យកភ័ស្តុតាងទៅដាក់នៅហ្នឹងហើយមកទូពិតអាស្ថាប័នអត់ប្រយោជន៍នេះខ្ញុំសុំទោសឲ្យខ្ញុំខឹងតិចស្ថាប័នអង្គការសហប្រជាជាតិនេះអត់ប្រយោជន៍ទេសហព័ន្ធសន្តិសុខបើអញ្ចឹងធ្វើបាបលោកត្រាំទៅវាយអ៊ីរ៉ង់វាយប្រទេសអីផ្សេងទៀតបានហើយគ្មានទៅធ្វើកអីរុស្ស៊ីកើតផងហ្នឹងរុស្ស៊ីវាយអ៊ុយក្រែនឡើងខ្ទេចខ្ទីឃើញអង្គការសហជាតិធ្វើអីកើតទេបានតែចេញសារយើងមិនមែនខ្វាត់អត់ឲ្យនិយាយប្រាប់អង្គការសហជាតិទេប្រាប់គេទៅប៉ុន្តែយើងប្រាប់រាប់រយដងហើយវាអត់ប្រយោជន៍អញ្ចឹងយើងកុំធ្វើរឿងដដែលឲ្យរំពឹងបានលទ្ធផលថ្មីហើយដល់ពេលថៃគេមកតបវិញថាគេអត់មានឈ្លានពានទេខ្មែរចេះបលើឆ្លោះគ្នាទៀតនៅក្នុងអង្គការសហប្រជាជាតិនឹងដដែលហើយអយន្តការតុលាការយុត្តិធម៌អន្តរជាតិព្រមតាន់អន្តរជាតិគ្រាន់តែដាក់បដិងទៅហើយយើងមកអង្គុយផឹកទឹកអំពៅឬក៏ហូបមឹកអាំងនៅឆ្នេរអូជាទៀលសបាយច្រៀងការ៉ាអូខេទៅអូកាត់សាញសាក់ថ្មជីវិតខ្លះទៅក៏វាមិនចង្រៃអីដែរព្រោះតុលាការគេកាត់ក្តីឥឡូវអត់នៅគ្រប់តវ៉ាទាមទារបដិសេធតវ៉ាទាមទារបដិសេធមិនទទួលស្គាល់តវ៉ាទាមទារបដិសេធមិនទទួលស្គាល់តិចបាញ់គ្នាប្រាំហ្នឹងហើយយើងធ្វើអញ្ចឹងហើយទៅតាំងប្រាប់ប្រជាពលរដ្ឋណាឲ្យតែនិយាយអីទិញទួចចាប់គេដាក់គុកថាគេនឹងញុះញង់រដ្ឋាភិបាលគេកំពុងដោះស្រាយអញ្ចឹងបើយើងគិតថាហើយឥឡូវដោះស្រាយខ្ញុំនិយាយពីរឿងដោះស្រាយហ្នឹងខ្ញុំចាប់ពាក់អារឿងព្រំដែនខ្មែរថៃរឿងដោះស្រាយចំនួនព្រំដែនខ្មែរថៃបានដីខ្មែរពីថៃមកវិញនេះណាអត់មានជំរឿសអីក្រៅពីបើកព្រំដែនឡើងវិញទេហើយបងប្អូនមិនសប្បាយចិត្តប៉ុណ្ណានាំគ្នាបិទ500ឆ្នាំទៀតទៅហើយបើបិទ500ឆ្នាំទៀតទេអាព្រំដែនហ្នឹងណាគឺអាដីរបស់យើងបាត់ទៅថៃហ្នឹងគឺនឹងបាត់500ឆ្នាំហ្នឹងដែរអត់មានបានមកវិញទេហើយបងប្អូនឆ្លើយថាចោះថៃអ្នកបិទតាហេតុអីបានជាបើកមកវិញរឿងព្រំដែននេះណាថៃកំពុងលងខ្លួនដែរថៃមិនមែនអត់ខុសទេថៃខុសក៏ប៉ុន្តែបើខ្មែរនៅតែច្បាស់លាស់ហើយពិតជាគិតថាមិនបើកព្រំដែននេះគ្មានការចរចាទេគ្មានការចរចាណាមួយនឹងកើតឡើងបានដើម្បីទាមទារដីថៃមកវិញឲ្យអា JBC ឬអីហ្នឹងបើព្រំដែនអត់បើកថៃតិចទៀតនឹងដាក់លក្ខខណ្ឌកម្ពុជាថាដើម្បីឲ្យគណៈកម្មការ JBC វាស់វែងព្រំដែនឡើងវិញនេះអាចបើកដំណើរការបានណាគឺតតែកម្ពុជាព្រមបើកព្រំដែនព្រមគ្នាជាមួយថៃហើយកម្ពុជាច្បាស់ហើយលោកហ៊ុនសែនថ្ងៃមុននោះពមៀនទៀតថាអ្នកណាអីណាមកស្អីគេបន់ស្រន់ឲ្យព្រំដែនបើកឬក៏បើកអីចាំរអត់ទៅមានតែចាប់ដាក់គុកទៀតតែអ្នកណាចង់ថាអំពាវនាវឲ្យព្រំដែនបើកហើយបើយើងនៅតែបិទព្រំដែនទេខ្ញុំនិយាយថារឿងចរចាព្រំដែននេះនឹងអត់ទេអញ្ចឹងអារឿងហ្នឹងក៏អត់អាព្រំដែនក៏អត់ហេតុអីក៏យើងមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមតាន់អន្តរជាតិព្រោះយើងបិទច្រកអស់ហើយហ្នឹងព្រំដែនចរចាក៏បិទច្រកផ្សេងទៀតក៏បិទហើយលោកហ៊ុនម៉ាណែតមកសង្ឃឹមឱកាស 1% ដើម្បីជួបចរចាឱកាសកន្លែងណាបើយើងអត់មានបានខាត់ចូលគ្នាបន្តិចផងនៅតែចោតប្រកាន់គ្នាមួយថ្ងៃវល់ខ្ញុំអត់យល់និយាយទៅគឺអស់លោកកំពុងតែធ្វើនយោបាយប្រជាពិធដ្ឋបោកប្រាស់ប្រជាពលរដ្ឋទាំងគ្រប់គ្នា
អត់ព្រមរកភាពឲ្យប្រសើរខ្ញុំយល់ស្របថាថៃបើដើម្បីបើកព្រំដែនណាតើតែយើងកំណត់លក្ខខណ្ឌឲ្យសងយើងទាំងអស់ខៃខូចខាតថៃអ្នកបិទមុនសងការស្លាប់ប្រជាពលរដ្ឋទាហានខ្មែរខូចខាតហេដ្ឋារចនាសម្ព័ន្ធលក្ខនឹងលក្ខបានហើយយើងទៅឲ្យគេសងហើយបើយើងអត់ប្តឹងគេប៉ុណ្ណឹងថៃអាណាសុកមកសងយើងអូចឹងយើងទៅដើរចោតគេថាណែឯងវាយខ្ញុំបែកក្បាលណែត្រូវទៅសងសំណងខ្ញុំគេសងបើអត់ទៅតុលាការប្តឹងគេផងតតុលាការរកឃើញផោះតាងហ្នឹងហេតុអីបានគេវាយបែកក្បាលអញ្ចឹងយើងកំពុងតែទាអីគេបើយើងអត់ប្តឹងគេខ្ញុំកំពុងតែឆ្ងល់ហើយយើងអត់មានជំរឿសអីតតែសោះហើយយើងធ្វើអីគេរាល់ថ្ងៃហ្នឹងខ្ញុំកំពុងអត់យល់ហើយប៉ុន្តែបងប្អូនឥឡូវពេលវេលាវាខ្លីណាស់ទៅហើយតកតងនឹងរឿងនាយករដ្ឋមន្ត្រីថៃថ្ងៃនេះគេទៅដល់ប្រទេសបារាំងហើយលោកណាត់សំទោសលោកអនុទិនច័ន្ទវរៈគុលធ្វើទស្សនកិច្ចទៅបារាំងជួបលោកម៉ាក្រុងដំណើរទស្សនកិច្ចនោះរហូតដល់ថ្ងៃទី27ហ្នឹងបើតាមចាំដែលប៉ុន្តែគណៈបកប្រឆាំងថៃខាងថៃគេថាទៅនេះដើម្បីរឹតចំណងសាមគ្គីពាណិជ្ជកម្មរឿងបញ្ហាសន្តិសុខរឿងបញ្ហាបច្ចេកវិទ្យារឿងអភិវឌ្ឍរឿងពាណិជ្ជកម្មអីជាមួយនឹងបារាំងទេមិននិយាយរឿងព្រំដែនទេតែមន្ត្រីគណៈបកប្រឆាំងម្សិលមិញរបស់ថៃហ្នឹងលោកណាត់តពងរឿងបញ្ញវុฒิហ្នឹងថាទៅអញ្ជើញលោកម៉ាក្រុងផងឲ្យកាក់គាត់ឲ្យចូលថៃសិនមុននឹងមកទស្សនកិច្ចខ្មែរនៅខែវិច្ឆិកាដើម្បីសម្របសម្រួលដោះស្រាយបញ្ហារឿងព្រំដែននេះអញ្ចឹងតាំងដោះស្រាយព្រំដែននឹងបារាំងឯណាមកជួយខ្មែរដោះស្រាយព្រំដែនកើតខ្ញុំអត់យល់ដែរបារាំងអត់អាចដោះស្រាយរឿងព្រំដែនខ្មែរអីកើតទេរឿងតឡាការព្រំប្រទានអន្តរជាតិនិងយុទ្ធធរអន្តរជាតិបារាំងក៏ជួយជាសម្ព័ន្ធមិត្តជួយដាស់តឿនជួយដកជួយដានបន្តិចទៅតែប៉ុណ្្នឹងទេបាទឥឡូវចូលដល់សមាជិកប្រឆាំងម្នាក់ទៀតត្រូវផ្ដន់ទាទោសដាក់ពន្ធនាគារបាទខ្ញុំឡើងដល់ម៉ានហើយ104នាក់ហើយដែលជាប់ពន្ធនាគារសុទ្ធតែជាអ្នកទោសមនសិការនេះគឺជាអត្ថបទរបស់លីកាដូទេគឺគាត់និយាយថាអ្នកដែលជាប់ទោសរបស់គណៈបកប្រឆាំងហ្នឹងគឺឈ្មោះលោករ៉ាវុធបាទគឺទៅពួកជាប់ពន្ធនាគារ3ឆ្នាំពីបទប្រមាថព្រះមហាក្សត្រជំវិញការបង្ហោះសារលើបណ្ដាញសង្គមបាទលោករ៉ាវុធនេះគឺគេចាប់ខ្លួនយូរហើយគាត់ជាសកម្មជនរបស់គណៈបកកម្លាំងជាតិនៅខណ្ឌពូសែនជ័យអាជ្ញាធរចាប់ខ្លួនតាំងពី15សីហា2025ម្លេះបាទខ្ញុំស្លេះរឿងនេះប៉ុណ្ណេះសិនហើយខ្ញុំទៅដល់ព័ត៌មាន2ទៀត3ទៀតដើម្បីឲ្យចប់ខ្ញុំជឿថាមិនចប់ទេនៅខ្ញុំនៅតែជាពាក់តែរឿងអគ្គរដ្ឋទូតអាមេរិកមិនអាចមាននៅកម្ពុជាដោយសារតែ2ឆ្នាំជាងហ្នឹងតើមូលហេតុអីខ្ញុំនឹងយកទៅប្រើផ្សាយពេលថ្ងៃស្អែកចោះតែរឿងតាក់តងនឹងរឿងតម្លៃប្រេងឆៅប្រែប្រួលតាមខ្យល់នយោបាយអាមេរិកនិងអ៊ីរ៉ង់បាទខ្ញុំនឹងបញ្ចប់ព័ត៌មាននេះត្រង់ថាអញ្ចេះមកដល់ម៉ោងនេះគឺស្ថានភាពអ៊ីរ៉ង់និងអាមេរិកនេះគឺហាក់បីដូចជាហើមស្រក់ទេបងប្អូនព្រោះម្សិលមិញបើតាមឮគឺខាងលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកគឺមានសេចក្តីសង្ឃឹមគាត់ថាគាត់មានសុទ្ធិធិនិយមថានឹងមានដំណោះស្រាយហើយតាក់ទងជាមួយនឹងអ៊ីរ៉ង់ហ្នឹងអាចនឹងមានការចរចាមួយហើយព្រោះអីគាត់ថាមានការសម្របសម្រួលដាក់សំណើមកមើលទៅអ៊ីរ៉ង់ដូចជាព្រមច្រើនហើយដល់គ្រាន់តែលឺសូប៉ុណ្ណឹងព្រមច្រើនហ្នឹងតាក់ទងបរិមាណណូណាបងប្អូនគ្រាន់តែប៉ុណ្ណឹងភ្លាមប្រេងឆៅចុះកំហុកភ្លាមហើយគ្រាន់តែបានប្រហែលប្រមាណមកស្រាប់តែមេដឹកនាំអ៊ីរ៉ង់គេថាអារឿងអ៊ុយរ៉ាញ៉ូមអីហ្នឹងគឺអត់មានឲ្យអាមេរិកគ្រប់គ្រងទេគឺគេសុកចិត្តយកទៅកំទេចខ្លួនឯងអីចឹងទៅប្រេងឡើងមកវិញភ្លាមចឹងវិញឃើញបងប្អូនតែឥឡូវនេះស្រាប់តែលោកត្រាំថាអត់មានទេបើអាអ៊ីរ៉ង់អាអ៊ុយរ៉ាញ៉ូមមានប្រមាណ900តោន900ផោនប្រហែលជា4-500គីឡូហ្នឹងគឺបើអាមេរិកត្រូវតែចូលទៅយកមកកំទេចចោលនៅអាមេរិកអត់ឲ្យអ៊ីរ៉ង់ចាត់ចែងខ្លួនឯងអាមេរិកអត់ត្រូវការហ្នឹងទេប៉ុន្តែយកមកកំចាត់ចោលខ្លួនឯងនៅនេះដើម្បីឲ្យដឹងថាអស់អ៊ុយរ៉ាញ៉ូមកុំឲ្យអ៊ីរ៉ង់មានអាហ្នឹងដើម្បីផលិតបរិមាណណូហើយបើអ៊ីរ៉ង់អត់ព្រមទេគឺមានបញ្ហាគ្នាទៀតគ្រាន់តែប៉ុណ្ណឹងប្រេងឆៅឡើងថ្លៃប្រាវទៀតបាទបងប្អូនតែយ៉ាងណាមើលទៅកាន់តែខិតគៀកទៅដែរហើយព្រោះអីអ៊ីរ៉ង់មើលទៅជៀសមិនផុតពីការព្រម
ឈប់ផលិតអាវុធបរមាណូនឹងទេព្រោះបើមិនអញ្ចឹងអាមេរិកនឹងវាយកំទេចតិចទីអីចឹងណាបងប្អូនរឿងនេះគឺអេរ៉ង់ក៏ពិបាកដែរព្រោះខ្លួនដឹកនាំប្រទេសបែបផ្ដាច់ការពេកទៅវាអត់មានប្រទេសណាគេគ្រប់គ្រងអេរ៉ង់សោះអាមេរិករំលោភឈ្លានពានអេរ៉ង់មិនមែនត្រូវទេណាប៉ុន្តែប្រទេសនៅលើពិភពលោកអត់គ្រប់គ្រងអត់មានណាថ្កោលទោសឬក៏ចង់និយាយថាអត់មានណានៅខាងអេរ៉ង់ច្រើនដែរព្រោះយើងធ្វើប្រទេសផ្ដាស់យូរឆ្នាំពេកអញ្ចឹងហើយបានថាមេដឹកនាំយើងគិតធ្វើឲ្យប្រទេសមានប្រជាធិបតេយ្យមានសន្តិភាពមានការផ្សះផ្សាជាតិមានអីឲ្យល្អសិទ្ធិមនុស្សនឹងឲ្យត្រឹមត្រូវដើម្បីអីពេលមានរឿងអីជាមួយប្រទេសជិតខាងយើងបានប្រទេសជាមិត្តជួយយើងឥឡូវសូម្បីកម្ពុជាអត់លីងអត់មានណាជួយយើងម្នាក់ហើយតម៉ោងនេះគឺ YouTube Channel ហ្នឹងមាន100,000នាក់ដែល Subscribe ហើយមានអ្នកដែលចូលទស្សនាចំនួនដែលចូលមើលវីដេអូខ្ញុំមានដល់ទៅ31លានដងបងប្អូន31លានដងខ្មែរយើងមានតែ17លានអ្នកជាងឯងប៉ុន្តែអ្នកដែលចូលចំនួនដងខ្ញុំនិយាយថាម្នាក់អាចមើលច្រើនដងមើលច្រើនវីដេអូជាការប៉ុន្មានហើយក៏ប៉ុន្តែមាន31លានដងច្រើនណាស់នៅក្នុងរយៈពេល1ឆ្នាំនឹកស្មានមិនដល់ថាបងប្អូនគ្រប់គ្រងយ៉ាងនេះខ្ញុំពិតជារំភើបណាស់ហើយអ្នកដែលមើលវីដេអូគ្រាន់តែមើលវីដេអូ7លាន2សែនម៉ោងដែលមើលវីដេអូហ្នឹងចំនួនអ្នកដែលចូលមើលវីដេអូខ្ញុំហ្នឹងគឺ7លានម៉ោងជាងបើយើងសរុបទៅហើយ YouTube ជាអ្នកកណនាឲ្យទៅខ្ញុំអត់កណនាអីទេបងប្អូនហើយសរុបមកគឺមានប្រទេសច្រើនណាស់ដែលគ្រប់គ្រងខ្ញុំតែបងប្អូនដែលជាអតិថិជនឬក៏ចង់និយាយថា fans របស់ខ្ញុំច្រើនជាងគេបំផុតនៅប្រទេសកម្ពុជាណោះទៅវិញទេមានដល់ទៅ 75% នៅអាមេរិកមានប្រមាណជា 10% តែប៉ុណ្ណឹងទេមានគ្រប់ទាំងអស់មាន30-40ប្រទេសហ៎គាត់ថាអាមេរិកច្រើនជាងគេបន្ទាប់ពីកម្ពុជាក្រោយមកមានកាណាដាមានថៃមានអូស្ត្រាលីមានកូរ៉េខាងត្បូងមានអីចឹងខ្ញុំនឹងជម្រាបព័ត៌មាននេះលម្អិតប៉ុន្តែពេលវេលាមិនមានច្រើនទេខ្ញុំដកស្រង់មតិបងប្អូនខ្លះដែលគាត់ពេញចិត្តហើយហេតុអីបានជាគាត់ពេញចិត្តរហូតដល់ដូច្នេះគាត់ទៅសេអញ្ចេះគាត់ថាខ្ញុំមិនបញ្ជាក់ឈ្មោះទេបងប្អូននឹងដឹងឈ្មោះខ្លួនឯងហើយគាត់ថាការដែលមានចំនួនច្រើនបែបនេះគ្រប់ត្រគឺសបញ្ជាក់ថាពលរដ្ឋមួយភាគធំចូលចិត្តនឹងតាមដានស្ដាប់ការនិយាយរបស់បងស្ដាប់ការនិយាយមិនលើកជើងនិងមិនបញ្ចើមួយទៀតថានេះគឺជាឥទ្ធិពលសម្រាប់ការផ្សាយព័ត៌មានមិនលំអៀងបងប្អូនទៀតថាមនុស្សល្អបែបនេះមិនខ្វះទេញាតិមតិខ្លះទៀតថាអស្ចារ្យណាស់បងអបអរសាទរខ្មែរយើងមិនទាន់អភ័ព្វពេកនោះទេនៅមានធនធានមនុស្សមានចំណេះដឹងផ្សេងទៀតក៏ដូចជាបងអញ្ចឹងមិនក្បត់ឧត្តមគតិមិនក្បត់មនសិការលះបង់នៅក្នុងការចែករំលែកបើទោះបីជាសម្លេងតិចតួចប្រៀបបានទៅនឹងទឹកមួយដំណក់បន្តក់ទៅលើផ្ទាំងថ្មដ៏ក្រាស់ក៏ដោយចុះក៏ប៉ុន្តែបើសិនជានៅតែបន្តនោះយូរទៅយ៉ាងហោចណាស់ក៏អាចឲ្យថ្មនោះសើមជាប់ជាប្រចាំនឹងយូរទៅអាចទម្លុះថ្មផ្នែកណាមួយបានចូលចិត្តការសរសេរជាកំណាព្យការផ្លុំនៃបែបនេះគឺបងប្អូនដែលសរសេរសារនេះដឹងហើយខ្ញុំអរគុណច្រើនបងប្អូន fan របស់ខ្ញុំទៀតក៏ថាអរគុណសម្រាប់បង្អែមដ៏ឆ្ងាញ់ពិសាមួយនេះបង្អែមលោកពូហូបច្រើនរឹតតែល្អមិនឡើងជាតិស្ករតែការតម្រេះត្រេះរិះពិចារណាខ្ញុំសូមអរគុណច្រើនបងតែងតែនិយាយថាអ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាអ្នកណាធ្វើល្អតែងតែទទួលបានការអាណិតស្រឡាញ់និងគាំទ្រពីប្រជារាស្ត្រដូច្នេះហើយខ្ញុំសូមអរគុណយ៉ាងច្រើនបាទមួយទៀតបងប្អូនថានេះហើយលទ្ធផលដោយមិនចាំបាច់អួតទេទុកឲ្យប្រជាពលរដ្ឋជាអ្នកអួតឬក៏លទ្ធផលវាចេញអួតជំនួសម្ចាស់ក៏បានដែរមកអាក្រក់ឬល្អមានអ្នកគាំទ្រឬមិនគាំទ្រសុំតែមើលលទ្ធផលនោះទៅបាទខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបងប្អូនហើយមានបងប្អូនខ្លះក៏ឆ្ងល់ថាអូប្រហែលជាលុយចូលឈប់ហើយខ្ញុំពិតជានឹងរីបកស្រាយជម្រាបជូនបងប្អូនដែរបងប្អូនសួរថាអូមានចំណូលហើយពូហេងមានបងប្អូនខ្លះសួរថាបងបានកម្រៃពី Facebook អត់បងខ្ញុំផ្សាយនៅលើ YouTube គាត់សួរខ្ញុំបានកម្រៃពី Facebook អត់តាមពិតខ្ញុំក៏ផ្សាយលើ Facebook ដែរប៉ុន្តែមិនផ្សាយច្រើនដូចលើ YouTube ទេព្រោះគេលុបវីដេអូខ្ញុំចោលនិយាយពីរឿងកម្រៃជើងសារឬក៏ប្រាក់បានពីការផ្សាយនេះនិយាយឲ្យស្មោះត្រង់គឺ
ខ្ញុំធ្វើវីដេអូទាំងអស់នេះគឺជាធម្មទានទេបងប្អូនអត់មែនជាការធ្វើយកអាជីវកម្មដោយ MMO អីដទៃទៀតដើម្បីជេរបតិចផ្ដាសាគ្នាដើម្បីបាន like បាន share ដើម្បីឲ្យគេចូលចិត្តចាប់អារម្មណ៍ទេខ្ញុំធ្វើគឺដើម្បីអប់រំផ្ដល់ព័ត៌មាននិងជួយការពារជនរងគ្រោះគឺរោគយុតិធម៌សម្រាប់ជនរងគ្រោះអីចឹងទៅដូច្នេះគោលបំណងរបស់ខ្ញុំធ្វើធម្មទាននេះមិនមែនដើម្បីរកប្រាក់តាមបណ្ដាញសង្គម YouTube ឬក៏ Facebook ទេក៏ប៉ុន្តែដោយសារតែប្រព័ន្ធផ្សព្វផ្សាយទាំងអស់នេះគឺគេផ្ដល់ជាប្រាក់កម្រៃខ្លះដែរមិនឲ្យយើងអត់សោះទេដូចជា Facebook អីមួយខែអីបាន$50-$60អីដែរមិនអត់ទេតែយើងផ្សាយទៅគឺមានអ្នកមើលច្រើនអីអញ្ចឹងទៅគេបង់ឲ្យ$1-$2អីពេលដែលមានមើលដល់រាប់ K អញ្ចឹងណាបាទប៉ុន្តែដូចខ្ញុំនិយាយចឹងថាបើសិនជាយើងទៅពឹងរបរ Facebook អីដើម្បីយកមករកទៅចិញ្ចឹមជីវិតយើងដាច់ពោះស្លាប់ហើយមិនចឹងទេហើយបើយើងធ្វើដូច្នេះគឺយើងនឹងមិនអាចផ្សាយព័ត៌មាននេះជូនបងប្អូនបានទេព្រោះប្រាក់កម្រៃវាតិចតួចពេកផ្ទុយទៅវិញ YouTube គេបង់ប្រាក់ឲ្យច្រើនសម្រាប់អ្នកដែលផ្សព្វផ្សាយប៉ុន្តែបងប្អូនដូចខ្ញុំជម្រាបអញ្ចឹងថាដែលយើងធ្វើធម្មទានគឺអត់ធ្វើដើម្បីលុយកាក់គឺយើងអត់សម្រុកដើម្បីសម្រួចថាត្រូវតែបានប្រាក់ទេនិយាយឲ្យស្មោះត្រង់គឺខ្ញុំបានប្រាក់ពី YouTube នេះតាមរយៈការបរិច្ចាគពីបងប្អូនច្រើនជាងដូចថាបងប្អូនដូចថា donate បោះដែលផ្ញើប្រាក់ឧបត្ថម្ភឬក៏មាន super thank you អីអញ្ចឹងទៅបើយើងនិយាយអំពី YouTube មែនតើគឺមានការផ្សាយពាណិជ្ជកម្មបានប្រាក់បានអីខ្លះដែរប៉ុន្តែបានតិចតួចគ្រាន់តែថាខ្ញុំនិយាយឲ្យបងប្អូនងាយស្ដាប់ចេះវិញទៅដើម្បីកុំឲ្យថា30-40 លានអ្នកបែបនេះមិនដឹងលុយកប់ទៅណាឥឡូវឧទាហរណ៍ខ្ញុំបើកកន្លែងមួយខ្ញុំលក់តរេនខ្មែរតរេនកពតតរេនទឹកឈូឬក៏តរេនកំពង់ចាមអីចោះខ្ញុំលក់ផ្ដាច់មុខហ្មងគឺថាបើកលក់តរេនហ្នឹងគឺបងប្អូនចូលចិត្តទទួលទានតរេនហ្នឹងគឺដោយសារតែតរេនកពតក៏ឆ្ងាញ់តរេនកំពង់ចាមក៏ឆ្ងាញ់អញ្ចឹងចុះមកជាវរហូតអីអញ្ចឹងទៅក៏ប៉ុន្តែដោយសារតែបងប្អូនដទៃទៀតឃើញខ្ញុំលក់ដាច់តរេនហ្នឹងដែលដាក់លក់អញ្ចឹងហើយណាមួយអត់មិនថាដាក់លក់ឯដាក់ចែកជូនពិសាអ្នកណាចង់បានផ្ដល់ជាប្រាក់ឧបត្ថម្ភអីបន្តិចបន្តួចក៏ផ្ដល់មកមិនអីទេមិនមែនដើម្បីដាក់លក់និយាយដាក់លក់នឹងខុសទៀតគឺដាក់ជូនពិសាអញ្ចឹងទៅហើយដល់ពេលបងប្អូនដទៃទៀតឃើញស្រួលឃើញគេចាប់អារម្មណ៍តរេនខ្ញុំអញ្ចឹងស្រាប់តែគាត់ទៅនាំគ្នាដាក់3-4តូបញើក្បែរអញ្ចឹងទៅរៀបជួរគ្នាក្បែរតូបដែលខ្ញុំដាក់ហ្នឹងណាហើយទៅបើកសាខាតាមខេត្តក្រុងទៀតយកតរេនដែលខ្ញុំធ្វើធម្មទានហ្នឹងយកទៅដាក់លក់ហើយជាផលិតផលរបស់ខ្ញុំអត់មានកែអីហ្មងទេគឺយកទៅគ្រាន់តែដាក់បិទស្លាកបិទអីថែមថយអីបន្តិចបន្តួចទៅដើម្បីយកទៅបន្តទៀតអញ្ចឹងវាធ្វើឲ្យចំនួនអ្នកដែលមកទទួលទានតរេននៅអាតូបខ្ញុំហ្នឹងគឺគាត់ចាប់ផ្ដើមមានជំរឿសគាត់ទៅទទួលទានតរេននៅតាមតូបផ្សេងព្រោះដឹងថាហ្នឹងបោះមួងតរេនដែរចឹងអត់អីទេមិនចាំបាច់មកដល់តូបផ្ទាល់អីព្រោះគេយកទៅដល់ចដៅផ្ទះហើយហ្នឹងគេរៀបចំស្រួលបួលដល់អញ្ចឹងទៅចំនួនអ្នកដែលមកទទួលឬក៏មកយកផ្លែតរេនពីតូបហ្នឹងគឺចាប់ស្បើយទៅវាទៅជាច្រើនទៅតាមតូបរីរងប៉ុន្តែជាលទ្ធផលគឺតរេនដែលបាននឹងចែកធ្វើជាធម្មទានហ្នឹងគឺច្រើនមែនតើបានន័យថាប្រជាពលរដ្ឋបងប្អូនយើងដែលទទួលទានតាមអនឡាញ MMO ហ្នឹងចិត្តទៅយកទៅគឺគាត់អាចនឹងបានលុយបានប្រាក់កម្រៃច្រើនមែនតើខ្ញុំ31លាននេះណាបើប្រៀបធៀបទៅមិនដល់ទៅ 10% នៃបងប្អូនដែលយកវីដេអូខ្ញុំទៅផ្សាយទេព្រោះអីបងប្អូនផ្សាយច្រើនអញ្ចឹងទៅរាប់រយលានឯណោះតែម្ចាស់តរេនមែនតើដែលតូបធំនេះគឺយូរទៅវាស្បើយទេប៉ុន្តែវាស្បើយមនុស្សចូលមកតូបខ្ញុំប៉ុន្តែវាកើនមនុស្សដែលបានទទួលអាស្រ័យផលពីតរេនដែលដាក់ចែកឲ្យនេះបើបងប្អូនប៉ុណ្ណឹងបងប្អូនអាចយល់បានហើយមែនទេបើសិនជាខ្ញុំរកលុយដើម្បីរកលុយតាម YouTube ឬនេះហ្នឹងខ្ញុំច្បាស់ជាទៅរករឿងអ្នកដែលយកតរេនខ្ញុំយកទៅដាក់យកកម្រៃហើយអត់មានបានបើយើងលក់ franchise ឧទាហរណ៍ថាបើខ្ញុំខ្ញុំម្ចាស់តរេនម៉ៅការផ្ដាច់មុខអញ្ចឹងខ្ញុំត្រូវអ្នកតូបហ្នឹងយកតរេនខ្ញុំទៅលក់ណែឯងត្រូវទិញ license ទិញអាជ្ញាប័ណ្ណពីខ្ញុំបានលក់បានអីឬក៏យកទៅបន្តបានប៉ុន្តែខ្ញុំអត់មានធ្វើអញ្ចឹងផងព្រោះខ្ញុំចែកបងប្អូនឲ្យរស់ខ្ញុំអត់ដដើមគ្នារស់ផងណាចឹងបងប្អូនយកទៅអាស្រ័យផលទៅយកទៅអ្វីដែលខ្ញុំចង់បានគឺធម្មទានឥឡូវនេះគឺខ្ញុំវាខ្សោះខ្លួនឯងអត់អីទេបងប្អូនចូលមកតូបតរេនខ្ញុំកាន់តែស្បើយប៉ុន្តែតរេនខ្ញុំកាន់តែចេញទៅច្រើនមែនតើទៅតាមតូបរាយរងហ្នឹងគឺចែកផ្សាយពេញទូទាំងប្រទេសកម្ពុជាឬក៏នៅស្រុកក្រៅអីទៅ
ចឹងជាសរុបមកគឺផលដែលបានគឺធម្មទានសម្រាប់បងប្អូនបានស្ដាប់ព័ត៌មានខ្ញុំកាន់តែច្រើនទូលំទូលាយទូទាំងពិភពលោកហើយបើនិយាយពីប្រាក់កម្រៃខ្ញុំមិនចង់ជជែកទេព្រោះអីវាមិនមែនជារឿងធ្វើដើម្បីបានប្រាក់អញ្ចឹងទេដូច្នេះហើយវាបានខ្លះតិចតួចគ្រាន់តែជួយទិញស្លឹកចេកទិញធ្យូងទិញអីនឹងស្ករត្នោតអីនឹងបានប៉ុន្តែខ្ញុំម្ដងទៀតមួងណារ៉េតអត់ធ្វើរបរនេះដើម្បីជាអាជីវកម្មទេដូច្នេះមិនចំពោះថាបានឬមិនបានទេគឺធម្មទានគឺដើម្បីឲ្យបងប្អូនបានទទួលអាស្រ័យផលគ្រប់គ្នាហើយបងប្អូនណាយកទៅទទួលបានចំណេញបានជាអាជីវកម្មទិញទៅដោះគោឲ្យកូនខ្ញុំរត់តែសប្បាយចិត្តគាត់ថាកុំយកទៅពលឹះកុំយកទៅកែរហូតដល់គេជេរខ្ញុំចោតពេកតែប៉ុណ្្នឹងបានហើយដាក់រក្សាសិទ្ធទៅដាក់ដំណរភ្ជាប់មកតូបម្ចាស់ដើមនឹងដើម្បីឲ្យគេចង់បានខ្លួនឯងផ្ទាល់មកចាអីអញ្ចឹងទៅនឹងជាគុណធម៌សិលធម៌អញ្ចឹងសរុបសេចក្តីមកវិញបងប្អូនគឺប៉ុណ្ណឹងឯងហើយខ្ញុំនៅតែអរគុណបងប្អូនយ៉ាងជ្រាលជ្រៅដែលបានគាំទ្រហើយបងប្អូនខ្លះនិយាយថារហូតដល់ហៅខ្ញុំថាជាធនធានទេវតាប្រទានសម្រាប់ជនជាតិខ្មែរអីទៀតខ្ញុំរំភើបមែនតើគាត់ថាអរគុណនៅការលះបង់ហើយសូមឲ្យនាំគ្នាជួយការពារសុភាពបរោះនេះទោះក្នុងតម្លៃណាក៏ដោយអរគុណណាស់មូនរិទ្ធមិនសុភាពពេកទេដឹងបងប្អូនគាត់ថាមិនចេះជេរមិនចេះអីមែនប៉ុន្តែពេលខ្លះក៏ខឹងមួម៉ៅដែរពេលដែលគេជេរច្រើនពេលគាត់ថាចិត្តរបស់ខ្ញុំមួយគឺមិនរឹសដុំថ្មចោលឆ្កែតែប៉ុណ្្នឹងឯងហើយមាន Facebook មួយទៀតសួរជាសំណួរមកវិញថាមិនសួរសំណួរគាត់ថានៅក្នុងហ្នឹងក៏មានអាឡុងនៅអូហាយ៉ូក៏លួចមើលដែរខ្ញុំប្រើភាសាគាត់ទៀតណាគាត់ថាអាឡុងហ្នឹងមិនដឹងថាគាត់នឹងត្រូវជាយ៉ាងម៉េចជាមួយបុគ្គលឈ្មោះឡុងនៅអូហាយ៉ូហ្នឹងយ៉ាងម៉េចទេហើយខ្ញុំក៏បានតបទៅវិញថាមិនបាច់លួចមើលទេព្រោះអ្វីដែលខ្ញុំដាក់នេះគឺឲ្យចូលមើលដោយសេរីហើយមិនបាច់លួចមើលទេព្រោះអីអ្វីដែលជាបង្អែមលៀងមាត់នេះគឺមានសម្រាប់បងប្អូនខ្មែរគ្រប់រូបតើមិនថាគណៈបកនយោបាយណាទេគ្រាន់តែថាគណៈបកកណ្ដាលអំណាចបង្អែមខ្ញុំជាវល្លិពេជ្រតែបើគណៈបកប្រឆាំងដូចជាបង្អែមនឹងរៀងមានរសជាតិផ្អែមអីចឹងតែប៉ុណ្្នឹងទេបាទខ្ញុំប៉ុណ្ណឹងសិនម្ដងទៀតខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅខ្ញុំគ្មានអ្វីក្រៅពីម្រាមដៃ10លើកអរគុណបងប្អូនទាំងអស់គ្នាដែលគាំទ្រនេះជាការលើកទឹកចិត្តធំមែនតើឥឡូវចូលដល់ព័ត៌មានតែម្ដងកុំឲ្យខាតពេកសំណួរសួរថាតើប្រជាពលរដ្ឋខ្មែរប្រមាណអ្នកដែលដឹងថាអុកញ៉ា Gen Z មានក្រុមហ៊ុនដែលបានចុះបញ្ជីនៅខ្មែរចំនួន146ក្រុមហ៊ុនបងប្អូនគឺជិត200ក្រុមហ៊ុនជិត150ក្រុមហ៊ុនតាមពិតសំណួរនេះគឺលើកឡើងដោយកញ្ញាសុនរដ្ឋាដែលជាចលនាយុវជនយុវតីចលនាមេដាធម្មជាតិទេព្រោះអីគាត់បានស្រាវជ្រាវឯកសារច្រើនណាស់តាក់ទងរឿងអង្គការ Gen Z នោះគាត់សួរសំណួរដូចនេះតើពលរដ្ឋប្រមាណអ្នកដឹងថាអ្នកអង្គការលោកអង្គការ Gen Z មានក្រុមហ៊ុនចុះបញ្ជីនៅកម្ពុជាជាង100ជិត150ក្រុមហ៊ុនហ្នឹងគាត់ថាជាទូទៅគឺគាត់ស្រាវជ្រាវឯកសារហ្នឹងគឺគាត់ចង់បានឲ្យរដ្ឋាភិបាលនឹងបញ្ជាក់ថាក្រុមហ៊ុនអីគេខ្លះអីអញ្ចឹងតើមានចំណាត់ការទៅលើក្រុមហ៊ុនទាំងអស់ហ្នឹងដែរឬទេតាមពិតយើងមិនមានអីភ្ញាក់ផ្អើលទេបើសិនជាអង្គការ Gen Z មានក្រុមហ៊ុនរាប់រយនៅកម្ពុជាព្រោះអីក្រុមហ៊ុន Prince Group ក្រុមហ៊ុនធនាគារក្រុមហ៊ុនអចលនទ្រព្យក្រុមហ៊ុនស្អីហ្នឹងវាជារបៀបនៅក្នុងការលាងលុយគឺគេត្រូវបង្កើតឲ្យច្រើនមានជាក្លឹបមានជាបនលបែងមានជាសន្តាគារមានជាផ្ទះសំណាក់មានជាដីឡូមានជាបូរីមានអីហ្នឹងព្រោះនេះគឺជារបៀបលាងលុយនៅស្រុកណាក៏គេធ្វើអញ្ចឹងដែរព្រោះលាងលុយគឺគេយកអាលុយបានមកពីអំពើទុច្ចរិតដើម្បីបញ្ចូលទៅក្នុងប្រភពហិរញ្ញវត្ថុស្របច្បាប់ដើម្បីទៅជាវត្ថុស្របច្បាប់ហិរញ្ញវត្ថុស្របច្បាប់គឺតាមរយៈការបង្កើតអាជីវកម្មស្របច្បាប់អត់ខុសច្បាប់ទេបង្កើតធនាគារក៏អត់ខុសច្បាប់បង្កើតជាភោជនីយដ្ឋានសន្តាគារកាស៊ីណូឬក៏ក្រុមហ៊ុនអចលនទ្រព្យឬក៏ក្រុមហ៊ុនទេសចរក្រុមហ៊ុនស្អីសពបែបយ៉ាងទាំងអស់ហ្នឹងគឺអត់ខុសច្បាប់ទេក៏ប៉ុន្តែអំពើដែលប្រព្រឹត្តយកលុយទៅលាងហ្នឹងគឺខុសច្បាប់ហេតុអីបានជាគេលាងលុយតាមរបៀបហ្នឹងឧទាហរណ៍បងប្អូនបើយើងមានលុយ$5 លានពីការលក់កញ្ឆាឬក៏ជួញដូរគ្រឿងញៀនឬក៏ឆបោកអនឡាញលុយទាំងអស់នេះអត់អាចចូលនៅក្នុងប្រភពហិរញ្ញវត្ថុស្របច្បាប់បានទេព្រោះវាអត់ដឹងខ្ទង់មកពីណាក៏ប៉ុន្តែបើបងប្អូនសាកបើកសន្តាគារមួយមើល
ហើយបងប្អូនដាក់ថាសន្តាគារហ្នឹងអត់ដែលមានមនុស្សចូលទេមនុស្សអត់មានចូលទេមួយថ្ងៃពី3នាក់ប៉ុន្តែអ្នកនោះដាក់ថាភ្ញៀវមានមួយថ្ងៃ500នាក់អញ្ចឹងទៅឧទាហរណ៍ព្រោះគាត់មាន1000បន្ទប់គាត់បើកចោលចឹងសង់សន្តាគារហ្នឹងចោលជាដូចទីក្រុងខ្មោចចឹងអត់មានមនុស្សអត់មានអីប៉ុន្តែចំណូលគឺមួយខែអាច$50 លានមួយឆ្នាំមក$50 លានអញ្ចឹងចាដោយសារចំនួនភ្ញៀវហើយសន្តាគារផ្កាយ5អីអញ្ចឹងទៀតដូច្នេះដល់ពេលគាត់រាយបំប៉ោងតួលេខហ្នឹងតើអា$50 លានមួយឆ្នាំហ្នឹងបានមកពីណាគឺបានមកពីលុយដែលលៀងមិញនេះ$50 លានលក់កញ្ឆាឬឆបោកអនឡាញនេះគឺត្រូវបញ្ចូលតាមច្រកធនាគារហ្នឹងបានន័យថាបានពីភ្ញៀវដែលមកស្នាក់នៅសន្តាគារធនាគារសន្តាគារហ្នឹងបងប្អូននិយាយរឿងខុសហ្នឹងពេលដែលខ្ញុំនិយាយសូមបងប្អូនអធិស្ឋានផងពេលខ្លះនិយាយអត់ដឹងខ្លួនថានិយាយលឿនពេកដូចម្សិលមិញនិយាយពីរឿងនាងលក្ខណាវ៉ាន់លក្ខណានៅជប៉ុននោះទៅប្រាប់ថានាងនៅកូរ៉េណាខ្ញុំសុំទោសតាមពិតចង់និយាយជប៉ុនដល់និយាយកូរ៉េអាចារ្យហ្វីទៅកូរ៉េគេទៅតាមពិតគាត់នៅជប៉ុនទេអីអញ្ចឹងទៅពេលខ្លះវាលឿនពេកបងប្អូនខ្ញុំសូមអធិស្ឋានព្រោះអត់មានអ្នកណាជួយកែខ្ញុំតាន់ទេខ្ញុំនិយាយផ្ទាល់អញ្ចឹងហើយអត់មាន AI អត់មានអីទេគឺថា Zin ហ្មងគឺថា organic គឺសរីរាង្គគឺអត់មានថ្នាំពុលថ្នាំគីមីអីចឹងវាខុសខ្លះអីខ្លះដូចបន្លែចឹងបងប្អូនមានតែកៅចោះមានស្លឹកធូស្លីខ្លះអាហ្នឹងគឺអត់ប្រើគីមីទេយកទៅសុំអធិស្ឋានវាមិនល្អផូរផង់ទេប៉ុន្តែអត់ឈឺកាពះអត់ឈឺពោះឬកើតជំងឺមហារីកអញ្ចឹងក្នុងន័យនេះគឺដល់ពេលគាត់លាងលុយគាត់បើកធនាគារហ្នឹងគឺឲ្យលុយប្រជាពលរដ្ឋខ្ចីទៅនឹងអតិថិជនហ្នឹងមិនដឹងប្រមាណការប្រាក់ការអីយូរទៅបំប៉ោងអាតួលេខហ្នឹងឲ្យមួយឆ្នាំធនាគារចំណេញ$100 លានឧទាហរណ៍អត់ចំណេញទេតែមួយឆ្នាំចំណេញ$100 លានអញ្ចឹងយកអាលុយពីហ្នឹងយកទៅបញ្ចូលតាមការចំណេញហ្នឹងអាលុយដែលមិញហ្នឹងបើយកទៅទុកនៅកណ្ដាលក៏ចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុបានចូលតាមប្រព័ន្ធធនាគារហ្នឹងយកមកលុយស្អាតថាបានមកពីអតិថិជនខ្ចីប្រាក់ឥណទានប្រាក់អីអញ្ចឹងទៅហកកាស៊ីណូបនលបែងអីអញ្ចឹងគឺថាភ្ញៀវចាញ់មួយឆ្នាំ$500 លានអញ្ចឹងទៅថាបានចំណូលពីភ្ញៀវចាញ់$500 លានណាទៅឆែកទៅផ្ទៀងផ្ទាត់តែគាត់ថា$500 លាន500 លានហើយយកលុយលៀងហ្នឹងយកចូល$500 លានត្រូវច្បាប់អស់ដូច្នេះគឺជាវិធីមួយដែលលៀងលុយកខ្វក់ហើយអត់មានអីភ្ញាក់ផ្អើលទេបើសិនជាគាត់មានមែនគ្រាន់តែថាអ្វីដែលអត់ភ្ញាក់ផ្អើលគឺហើយក៏អត់ភ្ញាក់ផ្អើលទៀតដែររដ្ឋាភិបាលអត់មានតម្លាភាពនៅក្នុងការផ្សាយមកក្រុមហ៊ុននឹងមានប្រមាណអីអញ្ចឹងទៅហើយបានស៊ើបអង្កេតប្រមាណបិទប្រមាណបង្កក់លុយប្រមាណមកដល់ម៉ោងនេះរដ្ឋាភិបាលកម្ពុជាអត់បានបង្កក់លុយលោកចិនស៊ីសំបីតែ$1ឡើយទេគេបង្កក់$15,000 លាននិយាយទៅជុំវិញពិភពលោកគេបង្កក់អស់ហើយលុយខ្មែរយើងអត់ទាន់មានទេអញ្ចឹងហើយរឿងនេះឲ្យបានជាចលនាមេដាធម្មជាតិចិត្តចង់ឲ្យរដ្ឋាភិបាលឲ្យមានតម្លាភាពវាមិនចង្រៃអីទេនៅក្នុងការផ្សាយប្រាប់ព័ត៌មានមកថាក្រុមហ៊ុនណាខ្លះបង្កកអីខ្លះបិទអីគេខ្លះឡាក់ប៉ុន្តែជាទូទៅចំនួនរបស់រដ្ឋាភិបាលកម្ពុជាគឺចង់នៅស្ងៀមជាជាងសដីទៅពីជ័យខ្ចីជាជាងតនេមាត់ស្ងាត់ទៅជឿថាប្រជាពលរដ្ឋឈប់និយាយទៅគេភ្លេចទៅបងប្អូនកុកនឹងជុងទេណារឿងនេះគឺជារឿងសិលធម៌វិជ្ជាជីវៈនិងការទទួលខុសត្រូវរបស់រដ្ឋាភិបាលតែយើងត្រូវតែថាប្រជាពលរដ្ឋអត់សួរមិនបាច់ប្រាប់មែនទេការងាររបស់រដ្ឋាភិបាលគឺត្រូវប្រាប់ព័ត៌មានដល់សាធារណជនឲ្យមានតម្លាភាពបើមិនចឹងគេចោទថាយើងអញ្ញៃពុតបុតបាទឥឡូវខ្ញុំស្លេះរឿងហ្នឹងប៉ុណ្ណឹងសិនចលនាមេដាធម្មជាតិដដែលហ្នឹងគាត់ឆ្ងល់រឿងមួយទៀតរឿងមាសរាប់ពាន់លាន$ហូរចូលកម្ពុជាហេតុអ្វីអត់មាននរណាហ៊ានបកស្រាយអារឿងមាសហូរចូលប្រទេសកម្ពុជានេះបងប្អូនគឺព័ត៌មាននេះគឺចលនាមេដាធម្មជាតិគាត់បានស្រាវជ្រាវលើកមុនម្ដងហើយប៉ុន្តែឥឡូវនេះអត់ទាន់មានអ្នកណាតបសោះគាត់សួរថាមាសរាប់ពាន់លាន$ហូរចូលកម្ពុជាហេតុអ្វីគ្មានអ្នកណាបកស្រាយមានមនុស្សមួយចំនួនកំពុងឈឺចិត្តឆ្អិតទ្រូងចំពោះតាទិន្នន័យដែលយើងយកមកពីអគ្គនាយកដ្ឋានកយអញ្ចឹងខាងចលនាមេដាធម្មជាតិគាត់ថាអញ្ចឹងអំពីការនាំមាសដុំចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាប៉ុន្តែហេតុអ្វីអត់ហ៊ានសួរចំណុចដែលមានប្រយោជន៍ដើម្បីឈ្មោះទៅរកដំណោះស្រាយគាត់សួរថាបើទិន្នន័យកយថៃអត់ត្រឹមត្រូវហេតុអ្វីអាជ្ញាធរកម្ពុជាមិនហ៊ានចេញទិន្នន័យផ្លូវការមកបកស្រាយហេតុអ្វីយើងត្រូវខ្លាចទិន្នន័យហ្នឹងហេតុអ្វីនាំចូលមាសប្រមាណ2.25ទៅ2.45ពាន់លាន$នៅក្នុងរយៈពេលត្រឹមតែ7ទៅ8ខែក្នុងឆ្នាំ2025
ប៉ុន្តែគ្មានការផ្ទៀងផ្ទាត់ឬបកស្រាយជាសាធារណៈទៅកាន់ប្រជាពលរដ្ឋខ្មែរហើយរឿងនេះមិនមែនមានតែចលនាមេដាធម្មជាតិទេដែលលើកឡើងឯងវាមិនមែនជារឿងថ្មីថ្មោងនោះឡើយសូម្បីតែសារព័ត៌មានអន្តរជាតិនិងសារព័ត៌មានអរិយធំក៏បានចុះផ្សាយនៅតាមដានការហូរចូលឬក៏ហូរចេញមាសនេះមិនធម្មតានោះដែរនៅក្នុងនោះមានទាំងសារព័ត៌មាន Reuters មានបានរាយការណ៍ថាបាននាំមាសចេញពីថៃមកកម្ពុជាមានតម្លៃ$2,350,000 លាននៅក្នុងរយៈពេលត្រឹមតែ8ខែដំបូងនៃឆ្នាំ2025ហើយប្រៀបធៀបទៅនឹង$3,000 លានជាងក្នុងមួយឆ្នាំក្នុងឆ្នាំ2024ហើយអញ្ចឹងទៅ Reuters ក៏បានបញ្ជាក់ទៀតថាការកើនឡើងនេះធំខ្លាំងដល់ថ្នាក់ធនាគារកណ្ដាលថៃចាប់ផ្ដើមពិភាក្សាអំពីការស៊ើបអង្កេតនិងវិធានការគ្រប់គ្រងលើការជួញដូរមាសនេះចំណែកឯសារព័ត៌មានអាមេរិកដ៏ល្បីគឺ The Bloomberg ក៏បានចុះផ្សាយអំពីរឿងនេះដែរតាមរបាយការណ៍ Bloomberg ការនាំចេញមាសពីថៃមកកម្ពុជាមានតម្លៃប្រមាណ$2,250 លាននៅក្នុងរយៈពេល7ខែដំបូងនៃឆ្នាំ2025គឺកើនឡើង19%បើធៀបទៅនឹងឆ្នាំ2024យើងកំពុងនិយាយអំពីមាសដែលមានតម្លៃរាប់ពាន់លាន$កំពុងផ្លាស់ទីឆ្លងកាត់ព្រំដែនក្នុងរយៈពេលមិនដល់1ឆ្នាំផងក្នុងឆ្នាំ2025មានមនុស្សខ្លះនិយាយថាទិន្នន័យនេះចាស់ពីឆ្នាំ2025ហើយហេតុអីបានជាពេលនេះទើបនិយាយអញ្ចឹងពួកគាត់សួរថាតើបើមានប្រតិបត្តិការមាសរាប់ពាន់លាន$ដែលមើលទៅមិនប្រក្រតីហេតុអីគេមិនស្នើឲ្យមានការស៊ើបអង្កេតការស្នើឲ្យមានតម្លាភាពនិងការស៊ើបអង្កេតមិនមែនជាបទអក្រិតទេណានៅក្នុងសង្គមប្រជាធិបតេយ្យវាគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូបទេតាបាទហើយនេះគឺគ្រាន់តែជាសំណួរនិងការឆ្ងល់របស់សារព័ត៌មានរបស់ចលនាមេដាធម្មជាតិទុកឲ្យឆ្ងល់ទៀតចុះហើយចាំមើលតើកម្ពុជានឹងដោះសារឬក៏ការពារប៉ុណ្ណាតែជាទូទៅទម្លាប់របស់រដ្ឋាភិបាលកម្ពុជានឹងគឺទាត់ចោលថាអង្គការនេះមានចេតនានយោបាយខូចចង់លៀបពណ៌អីរដ្ឋាភិបាលប៉ុន្តែខ្លួនឯងអត់ព្រមផ្សាយព័ត៌មាននឹងដើម្បីជាផុសតាងឯងគេចោទថាណែឯងបានរំលោភកូនគេអញ្ចឹងទៅយើងថាអត់ទេកូនខ្ញុំស្អាតស្អំនិយាយតែប៉ុណ្្នឹងហ្មងអត់មានប្រាប់ថាទេកូនខ្ញុំនៅថ្ងៃហ្នឹងម៉ោងហ្នឹងមិននៅកន្លែងហ្នឹងទេគាត់មិនបានស្គាល់ក្រុមគ្រួសារនេះទេលាក់នឹងលាក់អីអូយដូចថានិយាយទៅប្រាប់ថាអត់អញ្ចឹងគឺថារួចខ្លួនបើទៅតុលាការយើងចាញ់ក្តីគេអតីតប្រធានសិទ្ធិមនុស្សកម្ពុជាអំពាវនាវមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអំពាវនាវឲ្យស្ដារស្ថានភាពសិទ្ធិមនុស្សនិងសាងកុសលធម៌ដើម្បីសង្គមជាតិខ្ញុំដកស្រង់សម្ដីរបស់អ្នកស្រីច័កសុភាពទេតាមពិតជានាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលឥឡូវនេះគាត់បានឈប់បាត់ទៅហើយគាត់តែងតែផ្សាយព័ត៌មានច្រើនតាក់ទងនឹងលោកកឹមសុខានិងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាលើកនេះគាត់និយាយថាធ្លាប់ជាសហការីធ្វើការជាមួយលោកកឹមសុខាកាលគាត់នៅជាអ្នកសម្ភាសចុងក្រោយមុនសម្រាប់ផ្ដល់ការងារឲ្យខ្ញុំធ្វើជាជំនួយការតស៊ូមតិនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាកាមុនលោកកឹមសុខាជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមុននឹងបើកគណៈបកសិទ្ធិមនុស្សនោះបាទគាត់ដឹងថាឪពុករបស់ខ្ញុំធ្វើជានគរបាលតែគាត់មិនបានដៅមុខសញ្ញាលើខ្ញុំសំបីតែបន្តិចគាត់មានតែបារម្ភថាតើគ្រួសារខ្លាចទេដែលក្មួយមកធ្វើការខាងសិទ្ធិមនុស្សដូច្នេះថ្មីបើមិនបានធ្វើការផ្ទាល់ច្រើនជាមួយគាត់ពេលនោះតែគាត់ជាមនុស្សមានឆន្ទៈគួរឲ្យគោរពគាត់សម្ដៅទៅលើលោកកឹមសុខាលោកស្រីច័កសុភាពបន្តទៀតថាគាត់ពេលគាត់ឈប់ពីមជ្ឈមណ្ឌលទៅបង្កើតគណៈបកគាត់មិនដែលលូកដៃជ្រៀតជ្រែកកិច្ចការស្ថាប័នហើយគាត់គោរពការសម្រេចចិត្តសហការីដោយមិនមានការបង្ខិតបង្ខំអ្វីទាំងអស់តួយ៉ាងដូចគាត់ធ្លាប់ហៅខ្ញុំឲ្យចូលរួមការងារគណៈបកជាមួយគាត់ពេលប្រជុំប្រកាសបុគ្គលិកអំពីការលាលែងនិងទៅបង្កើតគណៈបកសិទ្ធិមនុស្សនៅឆ្នាំ2007តែខ្ញុំបដិសេធហើយគាត់ក៏ញញឹមនិងអរគុណខ្ញុំដែលនៅតែបន្តការងារជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះគ្មានភាពមងសៅគ្មានការអាក់អន់ចិត្តគឺគាត់មានតែជូនពរសហការីឲ្យនៅបន្តមកដល់ពេលនេះគាត់ត្រូវរងបាត់ចោលទាំងអយុត្តិធម៌ដោយសារតែភាពសកម្មនិងប្រជាប្រិយភាពការនយោបាយរបស់គាត់អ្នកស្រីច័កសុភាពបន្តទៀតថាខ្ញុំមិនសង្ឃឹមថាគាត់អាចទទួលបានយុត្តិធម៌ដែលបានបាត់បង់ច្រើនឆ្នាំនោះមកទេតែសង្ឃឹមថាអ្នកនយោបាយជើងចាស់និងថ្មីទាំងឡាយអាចពិចារណាឡើងវិញផ្សះផ្សាជាតិមិនគួរបន្តយកខ្មែរជាពិសេសបុគ្គលសកម្មជាសត្រូវនោះឡើយសកម្មជនជាច្រើនបានបែកបាក់ក្រុមគ្រួសារខកខានមិនបានជួបអ្នកមានគុណចុងក្រោយទូយ៉ាងដូចជាលោកជីមលៀងហ៊ីជាដើមឬក៏ម្ដាយចាស់ជរារបស់ប្អូនកើតសារាយនិងសកម្មជនដទៃទៀត
ដោយលោកកម្មសុខាគាត់គួរអាចប្រើពេលវេលាមើលថែម្ដាយឲ្យបានប្រសើរជាងនេះហើយខ្ញុំជឿថាគ្មានថ្នាក់ដឹកនាំឬអ្នកនយោបាយណាឬបុគ្គលណាម្នាក់ចង់បែកពីគ្រួសារខ្លួននោះទេសូមស្ដារស្ថានភាពសិទ្ធិមនុស្សនិងសាងកុសលធម៌ដើម្បីសង្គមជាតិ